នេះគឺជាម្ដាយមីងលោកបានស្លាប់ទៅហើយគាត់ជាម្ដាយមីងប៉ុន្តែបច្ចុប្បន្នហ្នឹងគឺតិចជាងខ្ញុំក្តាប់ទេតាគាត់បានខូចហើយក៏អស់ពូជដែរដាច់ពូជត្រឹមនឹងប៉ាត់តែម្ដងប៉ុចឹងកុំឲ្យខាតពេលមកស្ដាប់នៃព្រះធម៌មេរៀនយើងអបមាទធម៌ការមិនធ្វេសប្រហែសការមិនភ្លេចស្មារតីអលោភៈអទោសៈអមោហៈបញ្ញកិរិយាវត្ថុ3យ៉ាងគឺ3យ៉ាងនិង10យ៉ាងគឺមាន3មាន10ទេញោមណាចង់ច្រើនមិនតិចតួចទេចម្រើនពរយ៉ាងគឺសិលសមាធិបញ្ញាសិលសមាធិបញ្ញាហើយបានអាចបានការពិចារណានៅតរៃលក្ខធម៌3អនិច្ចំទុក្ខំអនត្តាសតបដ្ឋាន4ចម្រើនប៉ុណ្ណាសតបដ្ឋាន4ចំណែកឯភោឆង្គៈ7សមថភាវនាឬសមាធិភាវនាវិបស្សនាភាវនាឬបញ្ញាភាវនាធម៌ដែលបានរៀបរាប់មកនេះសុទ្ធតែមានអនុភាពអាចកម្ចាត់បងកិលេសធម៌ក្នុងចិត្តបានដោយលំដាប់កាលបើបុគ្គលណាបានដោះខាត់ជំរះចិត្តឲ្យបានស្អាតបរិសុទ្ធហើយបុគ្គលនោះនឹងអាចសម្រេចប្រយោជន៍គឺសេចក្តីសុខចម្រើនទាំងក្នុងបច្ចុប្បន្នជាតិទាំងក្នុងអនាគតជាតិរហូតដល់បានបានបរមសុខគឺព្រះនិព្វានក្នុងវត្ថុបរមសូត្រមជ្ឈិមនិកាយមូលបណ្ឌសកៈមានពុទ្ធភាសិតថាចិត្តទេបរិសុទ្ធទេសុគតੰបដិកង្ខាកាលបើចិត្តបរិសុទ្ធហើយសុគតិគួរគប្បីប្រាថ្នាចុះអនុមោទនា